តើ Elon Musk គឺជាអ្នកណាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកសិក្សាលម្អិតអំពីជីវប្រវត្តិនិងស្នាដៃសំខាន់ៗរបស់លោក Elon Musk សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីមកកាន់វីដេអូថ្មីថ្ងៃនេះយើងនឹងមកស្ដាប់រឿងជីវប្រវត្តិដ៏អស្ចារ្យនិងស្នាដៃដ៏ធំធេងរបស់បុរសម្នាក់ដែលកំពុងដឹកនាំការផ្លាស់ប្ដូរពិភពលោកក្នុងវិស័យបច្ចេកវិទ្យាលំហនិងថាមពលម្នាក់នោះគឺលោក Elon Musk Elon Reeves Musk កើតនៅថ្ងៃទី28ខែមិថុនាឆ្នាំ1971នៅក្នុងទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូងគាត់ជាកូនប្រុសរបស់ May Musk model និងអ្នកជំនាញអាហារូបត្ថម្ភមកពីកាណាដានិង Elon Musk គឺជាវិស្វករគាត់មានបងប្អូនពីរនាក់គឺ Kimball និង Tosca តាំងពីតូចគាត់មានចំណង់ខ្លាំងលើកុំព្យូទ័រនៅអាយុ12ឆ្នាំគាត់បានសរសេរកម្មវិធីហ្គេមដំបូងឈ្មោះ Blaster ហើយបានលក់ដាច់ប្រហែល$500នៅអាយុ17ឆ្នាំគាត់បានផ្លាស់ទៅកាណាដារួចបន្តសិក្សានៅសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិកដោយទទួលបានបរិញ្ញាបត្រ2គឺរូបវិទ្យានិងសេដ្ឋកិច្ចគាត់បានចូលរៀនបណ្ឌិតនៅ Stanford ប៉ុន្តែលាជប់តែ2ថ្ងៃដើម្បីចាប់ផ្ដើមអាជីវកម្មក្នុងយុគសម័យអ៊ីនធឺណិតនៅឆ្នាំ1995គាត់និងបងប្រុស Gimbal បានបង្កើតក្រុមហ៊ុន Zip2 គេហទំព័រផែនទីនិងមគ្គុទ្ទេសក៍ទីក្រុងក្រុមហ៊ុននេះត្រូវបានលក់ក្នុងឆ្នាំ1999ក្នុងតម្លៃ$307 លានបន្ទាប់មកគាត់បានបង្កើត X.com ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអនឡាញក្រោយមក X.com បានរួមបញ្ចូលជាមួយ Confinity និងក្លាយជា PayPal នៅឆ្នាំ2002 eBay បានទិញ PayPal ក្នុងតម្លៃ$1.5 ពាន់លានធ្វើឲ្យ Elon Musk ទទួលបានប្រាក់ប្រហែល$165 លាននៅឆ្នាំ2002គាត់បានប្រឹក្សានៅឆ្នាំ2002គាត់បានប្រើប្រាក់នោះបង្កើត SpaceX Space Exploration Technologies ដើម្បីកាត់បន្ថយតម្លៃការធ្វើដំណើរលំហនិងធ្វើឲ្យមនុស្សក្លាយជាប្រភេទមនុស្សពហុភពក្រុមហ៊ុននេះបានជួបការបរាជ័យច្រើនដងនៅខាងដើមប៉ុន្តែនៅឆ្នាំ2008 Falcon 1បានក្លាយជារ៉ុកែតឯកជនដំបូងគេដែលឈានដល់គន្លងផែនដីបន្ទាប់មក Falcon 9បានក្លាយជារ៉ុកែតដែលអាចប្រើប្រាស់ឡើងវិញបាននិង Starlink ដែលនាំឲ្យអ៊ីនធឺណិតល្បឿនលឿនទៅកាន់តំបន់ដាច់ស្រយាល SpaceX ក៏បានផ្ញើអវកាសយានិកទៅកាន់អន្តរជាតិស្ថានីយ៍លំហ ISS ជាលើកដំបូងសម្រាប់ក្រុមហ៊ុនឯកជននៅឆ្នាំ2004គាត់បានវិនិយោគក្នុង Tesla Motors បច្ចុប្បន្នគឺជា Tesla Inc និងក្លាយជា CEO នៅឆ្នាំ2008គាត់បាននាំមកនៅរថយន្តអគ្គិសនីដែលមានប្រជាប្រិយភាពខ្ពស់ដូចជា Tesla Roadster Model S Model 3 Model Y និង Cybertruck Tesla ក៏បានអភិវឌ្ឍបច្ចេកវិទ្យាថ្មនិង Autopilot ការបើកបរដោយស្វ័យប្រវត្តិគាត់ក៏បានបង្កើតក្រុមហ៊ុនផ្សេងទៀតដូចជា Neuralink ក្នុងឆ្នាំ2016បច្ចេកវិទ្យាតភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រដើម្បីជួយមនុស្សដែលមានពិការភាព The Boring Company សាងសង់ផ្លូវរួងក្រោមដីដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ XAI ក្នុងឆ្នាំ2023ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដើម្បីស្វែងយល់ពីធម្មជាតិនៃសកលលោកគាត់ក៏បានទិញ Twitter ក្នុងឆ្នាំ2022រួចប្ដូរឈ្មោះជា X ដើម្បីបង្កើត Everything App នៅឆ្នាំ2025-2026គាត់ត្រូវបានចាត់ទុកថាជាមនុស្សមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកប្រហែល
ប្រមាណ400ទៅ800,000 លានដុល្លារអាស្រ័យលើតម្លៃភាគហ៊ុនគាត់មានកូន14នាក់ដែលគេស្គាល់ជាសាធារណៈស្នាដៃសំខាន់ដែលផ្លាស់ប្ដូរពិភពលោក SpaceX ធ្វើឲ្យរ៉ុកែតអាចប្រើឡើងវិញបាននិងនាំមនុស្សទៅលំហវិញ Tesla ធ្វើឲ្យរថយន្តអគ្គិសនីក្លាយជាចរន្តសំខាន់និងជំរុញថាមពលកើតឡើងវិញ Starlink ផ្ដល់អ៊ីនធឺណិតល្បឿនលឿនទៅកាន់តំបន់ដាច់ស្រយាល Neuralink បច្ចេកវិទ្យាតបជាប់ខួរក្បាលជាមួយម៉ាស៊ីន XAI ប្រកួតប្រជែងក្នុងវិស័យសញ្ញាសិប្បនិម្មិត Elon Musk តែងតែមានចក្ខុវិស័យធំដូចជាធ្វើឲ្យមនុស្សក្លាយជាប្រភេទមនុស្សពហុភពនិងបង្កើតថាមពលសម្អាតសម្រាប់ផែនដីគាត់ធ្លាប់និយាយថា When something is important enough you do it even if the odds are not in the favor សេចក្តីសង្ខេប Elon Musk គឺជាអ្នកច្នៃប្រឌិតអ្នកដឹកនាំមានចក្ខុវិស័យនិងវីរបុរសនៃយុគសម័យបច្ចេកវិទ្យាពីការបង្កើត Zip2 រហូតដល់ SpaceX Tesla និង XAI គាត់បានបង្ហាញថាភាពធន់ការគិតធំនិងការហ៊ានប្រថុយប្រថានអាចផ្លាស់ប្ដូរពិភពលោកបានសូមឲ្យយើងទាំងអស់គ្នារៀនសូត្រពី Elon Musk ដើម្បីមានចក្ខុវិស័យធំរក្សាភាពធន់និងបង្កើតអនាគតដែលប្រសើរជាងមុនសម្រាប់មនុស្សជាតិអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បើអ្នកមានមតិឬចង់ស្វែងយល់បន្ថែមអំពី Elon Musk សូមបញ្ចេញមតិខាងក្រោមយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូបន្តសូមឲ្យអ្នកទាំងអស់គ្នាមានចក្ខុវិស័យដូច Elon Musk និងហ៊ានសាកល្បងអ្វីថ្មីក្នុងជីវិតសូមអរគុណសូមជម្រាបលា